Sa thu tên đi cử chiếc xe áp xâm lên bởi thố ca xe tì hà sập 4 chấm hiếng tì pì. Nơi này tì vọt sơ văn cho là xa rục hà rám hào vọt bà lắng là sự thật nơi nông phùm khá phùm là lột xó sập xâm bờ miết khai phô sạch miền bà rộp thuê cam vị thị bọn slong thăm ở tập thì là ban có sang máu lên chỉ trung tri sẽ là ai chỉ độ cao phơi bón phơi tiền bàn và ban là một con chọc sập rục là nè ngày mới chả đàm con đại phơi đấyคือกรูชาวติกาชาคณะกรรมการทั้งกฎบริษัทจำนอกเชิงวัดทั้งออกแต่สัตสังใจที่วิจารณ์ดำบนทั้งออกนี่แบนมูลมาแตะนี้ทาหนึ่งประรบเพื่อเกี่ยวกับวิธีบนในไงดับปีการไข่ปีศาจนำรักแก่สัพพะพุทธศักราชปีปอน549นี่เนี่ยไอ้น้องวิเลกเรียนดิบานตำราอักษรกันนะตำใบหมอกสำแดงประทูประเกณฑ์หนึ่งจ่ายจูนกฎบริษัทเจติสันดาบนะโมตัสสะภะคะวะโตอะระหะโตสัมมาสัมพุทธัสสะนะโมตัสสะภะคะวะโตอะระหะโตสัมมาสัมพุทธัสสะนะโมตัสสะภะคะวะโตอะระหะโตสัมมาสัมพุทธัสสะខ្ញុំព្រះអង្គសូមលើកកំបងអញ្ជលីនមស្ការថ្វាយបង្គំចំពោះព្រះអរហន្តមុនីសម្មាសម្ពុទ្ធព្រះអង្គនោះដោយសេចក្តីគោរពជ្រះថ្លាដោយក្រៃលែងមួយលើដោយការនមស្ការថ្វាយបង្គំចំពោះព្រះធម៌និងព្រះសង្ឃដោយសេចក្តីគោរពជ្រះថ្លាសូមធ្វើនៅសេចក្តីគោរពកោតក្រែងចំពោះព្រះគុណម្ចាស់គ្រប់ព្រះអង្គដែលមានព្រះគ្រូចៅតិកាជាប្រធានសង្ឃនៅក្នុងវត្តបលាំងនេះតែនៅនឹងសូមឱកាសដើម្បីបានជាធម្មសវនាការដល់ពុទ្ធបរិស័ទណាហើយមកនេះមានសំណួរបកស្រាយសំណួរជូនញាតិញោមសិនណាខ្ញុំប្រកាសរណាឈ្មោះនៅជួងសូមថ្វាយបង្គំព្រះអង្គគ្រូជាម្ចាស់ដើម្បីសេចក្តីចម្រើនដល់ពុទ្ធបរិស័ទដែលគោរពព្រះពុទ្ធសាសនាខ្ញុំប្រកាសរណាបានឮអ្នកដឹកនាំកសាងសាលាកុដិថាអានិសង្ឃបានតែពេលសាលាឬកុដិនៅប្រើបាននៅប្រើប្រាស់បានបើបាក់បែកហើយអស់បានអានិសង្ឃហើយពេលនោះមេនដែរទេសូមគុណចាស់ជួយបំភ្លឺដល់ពុទ្ធបរិស័ទទូទៅឲ្យអស់សង្ស័យបើគួរមិនគួរសូមកណាអនុគ្រោះណាអានិសង្ឃមិនមែននៅលើអាយុកាលនៃកុដិសាលាទេបាទប្រសិនបើអានិសង្ឃវាស្ថិតនៅក្នុងរបស់របរខាងក្រៅនោះអញ្ចឹងដូចជាព្រះឥន្ទនាងសុជាតានាងសុធម្មានាងសុចិត្រានាងសនន្ទាដែលកសាងសាលាសុធម្មាសួនច្បារនៃព្រះឥន្ទដាំដើមរលួស
ធ្វើទានកាលពីមុននោះពេលសាលានៅឋានមនុស្សនឹងរលាយអស់វាអស់នៅឋានតាបតឹងដែរទៅហើយប៉ុន្តែតាមពិតមិនមែនទេដូចមិនចាំបាច់និយាយដល់ទៅសាលាដែលជារបស់ខាងក្រៅសូម្បីតែរូបរាងកាយរបស់យើងក៏មិនអាចនិយាយបានថាបុណ្យមានអានិសង្សសម្រាប់តែពេលរូបកាយយើងធ្វើយើងទទួលពេលរូបកាយយើងរលាយបាត់បង់ទៅអានិសង្សបុណ្យនឹងបាត់អស់អាហ្នឹងក៏មិនអាចជាកដូចនេះបានព្រោះបុណ្យកុសលនេះដែលឈ្មោះថាអានិសង្សប្រែថាវិបាកជាគ្រឿងហូរចេញមិនដាច់ណាអានិសង្សហូរចេញអំពីអីហូរចេញអំពីកុសលកម្មដែលបានធ្វើហើយកុសលកម្មហ្នឹងជាស្អីកុសលកម្មគឺសំដៅដល់ចេតនាជាតួបុណ្យមិនមែនអានិសង្សនៅជាប់នឹងសាលាវិហារទេសាលាវិហារជាបញ្ញត្តិធម៌ជារូបធម៌ដែលមិនមានសភាពដឹងឯបុណ្យកុសលគឺកើតជាមួយនឹងនាមធម៌ដែលជាធម្មជាតិដឹងនៅអារម្មណ៍នឹងប៉ុន្តែបើសិនជាសាលានឹងវាមានអាយុវែងតទៅក៏អាចដើម្បីញ៉ាំងនៅសន្តានចិត្តនៃអ្នកធ្វើនឹងឲ្យមានអបរៈបរាចេតនាអបរាបរៈចេតនាកាលណាកន្លងទៅ10ឆ្នាំ20ឆ្នាំក្រឡេកឃើញកត់ក្រឡេកឃើញសាលាដែលយើងបានធ្វើក៏យើងញ៉ាំងសេចក្តីជ្រះថ្លានៅក្នុងកត់ឬក៏សាលាដែលយើងបានធ្វើនោះបុណ្យនោះក៏កើតតាមការត្រេកអររីករាយជាខាងក្រោយអញ្ចឹងនឹងប៉ុន្តែថាបុណ្យវាជាប់នៅនឹងសាលាឆេះអស់ហើយវាទៅជាអស់អានិសង្សដែរនោះអានឹងមិនមែនជាឋានៈទេណាយើងនិយាយហ្នឹងក៏មិនត្រឹមត្រូវដែរណាអញ្ចឹងពុទ្ធបរិស័ទជ្រាបមើលយើងប្រកេនចង្ហាន់លោកតើបុណ្យហ្នឹងវាកើតតែពេលចង្ហាន់នៅល្អទេឬហើយតែប្រកេនលោកហើយលោកឆាន់ទៅអស់ហើយខ្លាយទៅជាលមួកអស់ហើយអញ្ចឹងបុណ្យហ្នឹងវាអស់ទៅតាមលមួកដែរឬឥឡូវយើងសួរអញ្ចឹងវិញមកញាតិញោមប្រកេនចង្ហាន់លោកសាលាចាត់ជាសេនាសនៈបច្ច័យហើយតែប្រើទៅវាខូចហើយប្រើទៅវាចាស់ហើយដូចអាហារអញ្ចឹងហ្នឹងអាហារចង្ហាន់បិណ្ឌបាតដែលពុទ្ធបរិស័ទប្រកេនលោកឆាន់ហ្នឹងវាមិនមែនបុណ្យជាប់នៅជាមួយចង្ហាន់ហ្នឹងឯណាបុណ្យគឺសំដៅដល់ចេតនាលះនៅទេយធម៌ឲ្យទៅជាទានវានៅក្នុងចិត្តឯណាត្រង់លោកឆាន់ក្តីលោកមិនឆាន់ក្តីអាហ្នឹងវាជារបស់លោកយើងក៏មិនចាំបាច់ទៅតាមដានទៅលោកឆាន់បើអញទេណោះបើអញឯទៀតឲ្យលោកហើយប្រកេនលោកហើយជារបស់លោកញាតិញោមធ្លាប់ទេឲ្យអ្វីដល់នរណាម្នាក់ញាតិញោមឧទាហរណ៍ថាប្រកេនទឹកមួយដបឲ្យអាត្មាមិញនេះពេលដែលឲ្យមកអាត្មាហើយជារបស់ញាតិញោមទៀតឬក៏ជារបស់អាត្មាណាជារបស់អាត្មាហើយហ្នឹងអញ្ចឹងវាជាកម្មសិទ្ធិរបស់អាត្មាប្រើក៏ដោយមិនប្រើក៏ដោយមិនមែនបានបុណ្យព្រោះដែលការប្រើទេបានបុណ្យត្រង់ដែលញាតិញោមលះទៅជាទាននោះចេតនាដែលជាតួបុណ្យកើតនៅក្នុងពេលឲ្យសាលាដូចគ្នាអញ្ចឹងសាលានឹងនៅដល់20ឆ្នាំ30ឆ្នាំទៅមុខទៀតយ៉ាងណាក៏ដោយនឹងតែចេតនាបុណ្យជាមួយជាអ្នកចេតនាគឺកើតតែខណៈពេលដែលយើងវេប្រកេនប្រសងណាឬក៏ទុកដាក់ថាជាសម្បត្តិសាធារណៈដែលយើងមិនជាប់ចម្ពាក់ថាជារបស់យើងឬក៏កើតនៅក្នុងពេលដែលលះទ្រព្យសម្បត្តិធនធានកសាងសាលាឬក៏កុដិនឹងឯងនឹងហើយចំពោះការតាំងនៅឬក៏ការវិនិច្ឆ័យទៅនៃសាលាឬកុដិនោះវាជាធម្មតានៃសង្ខារធម៌
មិនចំពោះតែនាមធម៌ឬក៏រូបធម៌ខាងក្នុងទេសាលាគត់ដែលជាសភាពខាងក្រៅក៏វាតាំងនៅក្នុងទុក្ខលក្ខណៈគឺមិនទៀងប្រែប្រួលសោះតូនទៅណាហ្នឹងហើយជាងកាលយើងច្រឡំថាសាលាជាបុណ្យមានអានិសង្សច្រើនត្រង់ទៅថាសាលាហ្នឹងឯងវានៅយូរហើយដល់តែអ្វីណាដែលធ្វើទៅវាឆាប់បាត់ទៅវិញអាហ្នឹងថាបុណ្យវាអាយុខ្លីអាហ្នឹងធ្លាប់លើនាំគ្នានិយាយចឹងអាចនិយាយអញ្ចឹងក៏បានឧទាហរណ៍ញាតិញោមធ្វើរបស់អីមួយប្រគេនលោកឆាន់ទៅឆាន់ហើយវាអស់ហើយយើងវាអត់បាននឹកឃើញថាធ្លាប់ប្រគេនលោកអីចឹងទៀតតែរបស់កសាងសាលាវានៅចងោចឹងថ្ងៃក្រោយឃើញនឹកឃើញថាអញធ្លាប់កសាងសាលាហ្នឹងនឹកឃើញសប្បាយចិត្តណាហើយយើងធ្លាប់ប្រគេនចង្ហាន់លោកទៅថ្ងៃក្រោយយើងភ្លេចបាត់ទៅអាហ្នឹងវាបន់អាយុខ្លីចឹងមែនទេព្រោះយើងអត់បានត្រេកអររីករាយតទៅទៀតហ្នឹងហើយកសាងសាលាហ្នឹងដែលថាបន់អាយុវែងក៏ដោយអំណាចតែយើងនឹកឲ្យសប្បាយចិត្តចុះបើនឹកឲ្យយើងស្ដាយលុយណានឹកឲ្យស្ដាយក្រោយកុំតែជ្រុលមាត់ជាមួយតាអាចារ្យហ្នឹងថាជួយសសរមកដើមក៏មិនទុកអាហ្នឹងទិញកូនជ្រូកប្រកាត់ពូជបានមួយបាត់ណាហើយនឹកអញ្ចឹងបនអាយុវែងណាស់អាហ្នឹងវាមានទៅបនស្អីស្ដាយក្រោយណាអាហ្នឹងវានៅលើចេតនាដដែលសាលានៅដដែលតែយើងស្ដាយរបស់ដែលធ្វើទៅហើយសួរថាបនហ្នឹងអាយុវែងទៀតអត់ណាបនពីមុនវានៅតែបនប៉ុន្តែខាងក្រោយនេះវាខូចបាត់ហើយដូច្នេះបនគឺមិនជាប់នៅសាលាទេតែសាលាជាអារមណបច្ច័យនឹកឃើញសាលាបងឲ្យនៅសេចក្តីជ្រះថ្លាក៏បននឹងកើតទៀតអញ្ចឹងទៅហ្នឹងហើយបនរឿងធ្វើជាទានសេនាសនៈហ្នឹងចំពោះអ្នកមានសិលបនហ្នឹងប្រមាណអត្តភាពព្រះអង្គទ្រង់ត្រាស់សម្ដែងណាបនធ្វើចំពោះសត្វតិរិឆានបាន100អត្តភាពអត់សិលណាចំពោះមនុស្សអត់សិលបាន1000អត្តភាពមនុស្សមានសិល100,000អត្តភាពសិលមានសិលធម្មតាដូចញាតិញោមចឹងធ្វើសាលាធ្វើកត់ធ្វើខ្ទមឲ្យញាតិញោមអ្នកមានសិល5ជាដើមនៅណាហើយ5 100,000អត្តភាពមកគ្រប់100,000អត្តភាពទៅសាលាថ្មយើងនឹងបែកបាក់អស់ប្រមាណដងហើយណាបុណ្យហ្នឹងវានៅអាយុយូរអញ្ចឹងវាមិនមែនវាស់កម្រិតនៃអាយុបុណ្យហ្នឹងជាមួយនឹងអាយុសាលាអាយុទេយធម៌ដែលយើងធ្វើទេដូចជាបាបណាបាបហ្នឹងធ្វើអនន្តរិយកម្មម្ដងត្រូវឆេះក្នុងនរកអស់មួយអាយុផែនដីអាហ្នឹងអនន្តរិយកម្មដល់ផែនដីឆេះបានរួចខ្លួនហ្នឹងហើយបុណ្យដូចជានន្តយៈឧបាសកគាត់ធ្វើសាលា4មុខប្រកេនព្រះសង្ឃមានព្រះពុទ្ធជាប្រធានពេលវេប្រកេនព្រះអង្គទៅសាលាទឹកហោះនៅឋានទេវតាហើយគាត់ក៏ស្លាប់ទៅកើតនៅក្នុងវិមានដែលរៀងដូចសាលាដែលគាត់ធ្វើនឹងអញ្ចឹងហើយសាលាដែលគាត់ធ្វើសម័យព្រះសម្មាសម្ពុទ្ធនោះឥឡូវនេះខ្ទេចខ្ទីរត់តែកំតិចមិនតែមានផងប៉ុន្តែគាត់នៅឋានទេវតារាល់ថ្ងៃហ្នឹងវិមានដែលកើតអំពីអានិសង្សបុណ្យនោះនៅរាល់ថ្ងៃហ្នឹងតែយើងអាចនិយាយថាដល់សាលាបាក់ទៅអស់បុណ្យហ្នឹងអញ្ចឹងបើសាលាហ្នឹងបាក់អាឋានទេវតានោះបាក់ដែរឬមិនវាមិនអញ្ចឹងទេណាអាហ្នឹងយើងគិតទៅយល់អញ្ចឹងព្រោះបុណ្យវាមិនមែននៅលើរបស់ហ្នឹងឯណាវានៅលើចេតនានេះទេហើយសំណួរទី2នេះព្រះអង្គបានបង្រៀនសួរទៅសិស្សថាលើកស្ត្រី2ប្រភេទម្ដាយនិងព្រះអរហន្តតើស្ត្រីប្រភេទណាទៅព្រះអង្គស្ដាប់មិនបានណាចង់សួរថាម៉េចណាតែស្មាសួរតាមប៉ុស្តិ៍ថ្ងៃមុនហ្នឹងស្មាសួរថាស្ត្រីពិតតែមិនមែនជាម្ដាយផងមិនមែនជាព្រះអរហន្តផងស
សម្រាប់ទៅត្រូវអនន្តរយកម្មតើស្រីនោះស្រីអីស្រីអីដែលសម្រាប់ទៅមិនមែនជាម៉ែយើងផងព្រោះអនន្តរយកម្មស្លាប់ទាំងសម្រាប់ឪសម្រាប់ម៉ែសម្រាប់ព្រះអរហន្តបំបែកសង្ឃធ្វើរហ័តព្រះសម្មាសម្ពុទ្ធឪពុះផងត្រូវអនន្តរយកម្មឥឡូវថាព្រះអរហន្តក៏មិនមែនបំបែកសង្ឃក៏មិនមែនសម្រាប់ស្ត្រីដែលជាម្ដាយក៏មិនមែនសម្រាប់ប្រុសដែលជាឪពុកក៏មិនមែនយ៉ាងលោហិតព្រះសម្មាសម្ពុទ្ធឪពុះផងក៏មិនមែនតែសម្រាប់ស្រីក្នុងនេះថាសម្រាប់ស្រីតែស្រីហ្នឹងមិនមែនជាម៉ែយើងទេមិនក៏ត្រូវអនន្តរយកម្មដែរអញ្ចឹងណាស្មាទូអញ្ចឹងថ្ងៃមុនក្នុងបងស្រីហ្នឹងមកពីឪគាត់ខ្លាយភេទជាស្រីនៅក្នុងគម្ពីរលោកសម្ដែងថាពេលណាដែលអកុសលកម្មណាមួយវាឲ្យផលទៅត្រឡប់ភេទពីប្រុសមកជាស្រីប៉ុន្តែបុគ្គលហ្នឹងនៅដដែលដូចជាឪពុកញាតិញោមធ្លាប់ស្ដាប់រឿងសោរាយកថេដែលពីមុនគាត់កូនសេដ្ឋីណាកូនសេដ្ឋីឃើញព្រះមហាកច្ចាយនថេនិមន្តទៅបិណ្ឌបាតលោករូបស្អាតជក់មាត់អូយបើប្រពន្ធអញស្អាតដូចលោកអញ្ចឹងសប្បាយចិត្តមិនទៅទេណាឃើញលោកសាច់ស្អាតគិតអញ្ចឹងបើប្រពន្ធអញមានសាច់ស្អាតដូចលោកចាស់នេះអញ្ចឹងសប្បាយចិត្តគ្រាន់តែគិតដោយគំនិតអាក្រក់ចំពោះព្រះអរហន្តខ្លួនឯងបាត់ភេទប្រុសខ្លាយខ្លួនជាស្រីទៅណាបាត់អាស្អីស្អីពីរបស់ប្រុសអស់ទៅនឹងប្រកាសស្រីមកវិញរត់ចោលនគរទៅបានទៅនគរសោរាយៈនោះបានមានប្តីមានកូន2នាក់ទៀតកាលខ្លួនឯងនៅប្រុសមានប្រពន្ធមានកូន2នាក់ណាដល់ទៅនគរមួយទៀតនោះមានប្តីទៅមានកូន2នាក់ទៀតចឹងកូន4នាក់ប៉ុន្តែគាត់នឹងនៅតែដដែលទេមិនមែនជាមនុស្សផ្សេងទេក៏ប៉ុន្តែអកុសលវាបៀតបៀនឲ្យត្រឡប់ភេទពីប្រុសហ្នឹងទៅជាស្រីទៅហ្នឹងហើយដល់ថ្ងៃក្រោយទៅបានសុំទោសព្រះមហាកច្ចាយនថេទៅខ្លាយខ្លួនទៅជាប្រុសវិញមកត្រឡប់ភេទណាបានត្រឡប់ភេទទៅបួសទៅមិនយូរប្រហែលក៏សម្រេចទៅជាព្រះអរហន្តទៅជាប្រុសដដែលអញ្ចឹងដូចជាឪពុកយើងហ្នឹងពេលណាអកុសលណាមួយដែលត្រូវតម្រូវឲ្យខ្លាយភេទជាស្រីហ្នឹងគាត់ក៏ត្រឡប់ភេទជាស្រីទៅណាពេលហ្នឹងគាត់ស្រីសួរថាស្រីមែនប៉ុន្តែជាម្ដាយទេពេលហ្នឹងជាម្ដាយទេអត់ទេស្រីហ្នឹងមិនមែនជាស្រីម្ដាយទេគាត់ហ្នឹងធ្លាប់ជាឪពុកមិនអញ្ចឹងណាសម្រាប់ស្រីក៏ប៉ុន្តែត្រូវឪពុកបានជាត្រូវអនន្តរយកម្មហ្នឹងយល់ទេចឹងហ្នឹងហើយស្រីក៏ប៉ុន្តែស្រីហ្នឹងស្រីឪពុកហ្នឹងគាត់មានអកុសលបៀតបៀនគ្រាន់ត្រឡប់ភេទនឹងត្រឡប់ភេទជាស្រីប៉ុន្តែសភាពពិតគាត់នៅជាឪពុកដដែលទោះបីតែគាត់ខ្លាយជាស្ត្រីក៏ដោយនឹងអញ្ចឹងណាអញ្ចឹងបានជាត្រូវអនន្តរយកម្មហ្នឹងសំណួរមួយទៀតនេះខ្ញុំកណាសូមពិតពុទ្ធិកាចំពោះព្រះអង្គតើគុណព្រះសម្មាសម្ពុទ្ធនិងមេត្តាបិតាលោកម្ចាស់ណាមានគុណច្រើនជាងឬធ្ងន់ជាងបើព្រះសម្មាសម្ពុទ្ធមានគុណច្រើនជាងហេតុដូចម្ដេចបានជាព្រះអង្គមុននឹងបានត្រាស់ជាព្រះពុទ្ធហេតុដូចម្ដេចបានជាព្រះអង្គទៅគោរពប្រតិបត្តិចំពោះមេដាបិតាជាមុនហ្នឹងណាហើយនេះជាទំនៀមរបស់សប្បុរសណាភូមិរបស់សប្បុរសនឹងឯងគឺត្រូវតែបើមកមេដាបិតាហើយក៏មិនមែនបានន័យថាមេដាបិតានឹងមានគុណធម៌ជាងព្រះសម្មាសម្ពុទ្ធនោះក៏ទេដែរណាក៏ប៉ុន្តែពេលដែលព្រះអង្គគោរពប្រតិបត្តិមេដាបិតាដោយការបម្រើជាដើមនោះគឺនៅពេលដែលព្រះអង្គមិនទាន់បានត្រាស់ជាព្រះសម្មាសម្ពុទ្ធណាដូចជានៅនឹងអតីតជាតិជាព្រះសវណ្ណសាមជាមហោសថជាដើមដែលធ្លាប់គោរពប្រតិបត្តិមេដាបិតាការគោរពមេដាបិតានេះមិនមែនបន្ថោកបង្អាប់ព្រះបរមពោធិសត្វទេនឹងការគោរពនេះគឺជាអបច្ចាយនធម៌ជាបុណ្យមួយដែលចាត់ចូលនៅក្នុងបញ្ញកិរិយាវត្ថុទាំង10នោះមានអបច្ចាយនមយបុណ្យណាការគោរពអោនលំទោនចំពោះ
ក៏លេជាថាបច្ច័យណាគឺការគោរពអនុទនចំពោះត្រកូលរៀមច្បងក្នុងត្រកូលមិនចាំបាច់ដល់មេដាបិតាទេការដឹងគុណការគោរពគុណនេះមិនចាំបាច់ដល់តែមេដាបិតាទេសូម្បីតែអ្នកមានគុណណាដូចជារៀមច្បងឬក៏អ្នកដតីសោះទេមានសេចក្តីល្អណាមួយក៏ត្រូវតែដឹងគុណជាធម្មតាមិនមែនថាបើខ្លាចជាព្រះសម្មាសម្ពុទ្ធហើយមិនទៅគោរពម៉ែឪបំរុងបានជាព្រះសម្មាសម្ពុទ្ធហើយចាំគោរពម៉ែឪទៅអីហ្នឹងអាហ្នឹងវាប្រាសចាកអំពីធម៌របស់សប្បុរសហើយហ្នឹងព្រោះការដែលដឹងគុណនេះបានជាសប្បុរសលោកត្រូវតែដឹងគុណព្រោះការដែលដឹងគុណគឺជាកុសលធម៌ណាការមិនដឹងគុណគឺអកតញ្ញូណាគឺជាអកុសលធម៌ជាមគ្គរមិលគុណហើយបុគ្គលដែលមានមគ្គគឺការរមិលគុណរឿងអីដែលត្រូវបានត្រាស់ជាព្រះសម្មាសម្ពុទ្ធឃើញទេហ្នឹងបើសិនជាមិនមានការដឹងគុណហើយអាចចាត់ថាជាមនុស្សល្អបានទេហើយបើមិនមានឈ្មោះថាសូម្បីតែមនុស្សល្អបានផងទៅអាចសន្សំឲ្យបានត្រាស់ជាព្រះសម្មាសម្ពុទ្ធបានទេវាអត់ទេនឹងព្រះអង្គក៏សម្ដែងឲ្យថាភូមិឋានរបស់សត្វបរោះនឹងមានពីរមួយគឺកតញ្ញូពីរគឺកតវេទីពាក្យថាភូមិឋានគឺកន្លែងនៅនឹងពធនិយាយអំពីការខ្សែគប់ការនៅជាមួយសត្វបរោះភូមិរបស់សត្វបរោះនឹងคลายខ្លួនទៅជាសត្វបរោះដូច្នេះភូមិរបស់សត្វបរោះដោយពិតគឺកតញ្ញូកាលណាបើមានកតញ្ញូសន្តានចិត្តរបស់យើងនឹងគឺទទួលយកសេចក្តីល្អទាំងអស់ណាមនុស្សដែលដឹងគុណណាមនុស្សដែលដឹងគុណនឹងឈ្មោះថាជាអ្នករស់នៅក្នុងភូមិរបស់សត្វបរោះភូមិនឹងប្រែថាផែនដីជាទីទទួលរងនៅអ្វីសន្តានចិត្តនឹងបើកទូលាយដូចជាផែនដីចាំទទួលនៅសេចក្តីល្អគ្រប់ប្រការទាំងអស់ហ្នឹងហើយមនុស្សអត់ដឹងគុណដូចមនុស្សអត់ផែនដីជន់អញ្ចឹងណាអត់មានផែនដីល្អជន់ដើម្បីប្រកបកិច្ចការអញ្ចឹងគឺជន់ទៅលើផែនដីដែលមានសត្វសត្រូវមានភ័យមានអន្តរាយមានរឿងអីដែលអាចដើម្បីបំពេញសេចក្តីល្អបានត្រូវធ្លាក់ចុះទៅក្នុងគុកមានផែនដីជន់មែនប៉ុន្តែនៅក្នុងគុកឧទាហរណ៍អញ្ចឹងចុះណាហ្នឹងមនុស្សអត់ដឹងគុណហ្នឹងអញ្ចឹងដូចនៅលើជំរោងនៅលើផែនដីមែននៅលើបន្លានៅលើផែនដីមែននៅលើបន្ទះដែកក្តៅអីចឹងចុះនឹងមិនអាចប្រកបកិច្ចការអ្វីបាននោះទេហើយចុះបើមនុស្សនៅលើផែនដីដែលរៀបស្មើល្អចង់ប្រកបកិច្ចការអីក៏ប្រឡប់បានដាំដំណាំក៏បានធ្វើអីក៏បានសម្រាប់ក៏បានភូមិរបស់សត្វបរោះគឺការដឹងគុណនឹងគឺជាទីទទួលនៅសេចក្តីល្អអញ្ចឹងឯងទៅបានជាព្រះអង្គសម្ដែងថាភូមិរបស់សត្វបរោះគឺនៅត្រង់ការដឹងគុណជាការបើកសន្តានចិត្តទទួលយកនៅអ្វីដែលល្អនឹងណាមនុស្សយើងដែលមានចិត្តចង្អៀតចង្អល់មិនអាចទទួលស្គាល់នៅសេចក្តីល្អរបស់អ្នកដទៃបានទេយើងមើលទៅក្នុងក្រុមគ្រួសាររវាងឪពុកម្ដាយនិងកូនចៅប្រុសស្រីលោកគ្រូអាចារ្យនិងសិស្សគុណនឹងអ្នកដែលដឹងគុណនឹងមិនងាយជាយត់ទេអាហ្នឹងឃើញច្បាស់ហើយតាហើយអាចឃើញបច្ចុប្បន្នតាន់ភ្នែកហ្នឹងមិនជាអាចកំបាំងទេកូនចៅយើងធ្លាប់ដឹងហើយយើងឃើញថាកូនចៅណាមិនស្ដាប់បង្គាប់មាតាបិតាលទ្ធផលយ៉ាងម៉េចនឹងត្រូវសត្រូវនឹងក្រុមគ្រួសារអ្នកដទៃនឹងក៏សពឃើញទេនឹងហើយបើខ្លាយមកជាអ្នកស្ដាប់បង្គាប់មាតាបិតាហើយមាតាបិតាតែងមានធម៌សង្គ្រោះដល់កូនចៅប្រុសស្រីបំណងឲ្យកូនចៅប្រុសស្រីនឹងល្អនឹងបើថាជាសប្បុរសហើយគឺថាមិនរើសញាតិញោមមិនរើសយើងមិនចាំបាច់ថាប្រពុតហើយនឹងមេដាបិតាណាមានគុណច្រើនជាងបើប្រពុតមានគុណច្រើនជាងគោរពតែប្រពុតចោលមេដាបិតាក៏មិនមែននឹងអីដែលថាថ្មអាចប្រៀបថាមិនអាចស្មើនឹងព្រះសម្មាសម្ពុទ្ធនេះក៏មកអំពីមេដាបិតានឹងគឺមានព្រំវិហារធម៌ចំពោះយើងបានតែអត្តភាពឲ្យយើងរស់ណាចិញ្ចឹមយើងឲ្យយើងរស់ឲ្យយើងមានជីវិតក៏ប៉ុន្តែព្រះអង្គមិនបានចិញ្ចឹមយើងឲ្យយើងរស់តែ
ព្រះអង្គប្រាប់មេគាជីវិតឲ្យទៅដល់កន្លែងផុតទុក្ខមេដាបិតារបស់យើងជាបិតាវត្តៈមេដាបិតាវត្តៈបង្កើតនៅក្នុងវត្តៈមានគុណដូចគ្នាត្រង់សេចក្តីល្អក៏ប៉ុន្តែព្រះសម្មាសម្ពុទ្ធជាបិតាវិវត្តៈមានតែមួយអង្គទេត្រាស់ដឹងឡើងដឹកនាំសត្វលោកឲ្យទៅរកកន្លែងដែលអត់មានទុក្ខពិតប្រាកដនឹងមេដាបិតាយើងបង្កើតយើងនៅស្រុកដែលចាស់ឈឺស្លាប់តែព្រះសម្មាសម្ពុទ្ធបង្កើតបញ្ញាឲ្យសត្វលោកដើរទៅរកកន្លែងអត់កើតអត់ចាស់អត់ឈឺអត់ស្លាប់ដែលជាកន្លែងមិនមានទុក្ខនឹងយើងមិនអាចដើម្បីនឹងក្លិនខ្លែងគុណរបស់ព្រះសម្មាសម្ពុទ្ធបានទេណាអ្វីបើនៅក្នុងអនន្តរិយកម្មក៏យើងអាចឃើញហើយញ៉ាំងឈាមមេដាបិតាឲ្យហូរមិនដល់ថ្នាក់ស្លាប់មិនត្រូវអនន្តរិយកម្មទេតែចំពោះព្រះសម្មាសម្ពុទ្ធមិនចាំបាច់សម្លាប់ព្រះអង្គទេសំបីធ្វើឲ្យឈាមខ្ទង់តែបន្តិចក៏ត្រូវអនន្តរិយកម្មដែរយើងវាស់កម្រិតនៃបាបក៏យើងដឹងថាព្រះសម្មាសម្ពុទ្ធព្រះអង្គមានគុណធ្ងន់ណាស់មិនចាំបាច់ដល់ប្រហារជីវិតព្រះអង្គផងសូម្បីតែញ៉ាំងព្រះលោហិតឲ្យពុះពងបន្តិចក៏ត្រូវអនន្តរិយកម្មនឹងយើងវាស់កន្លែងអនន្តរិយកម្មហ្នឹងហើយយើងឃើញថានរណាមានគុណច្រើនជាងហើយសំណួរបញ្ជាក់ថាចុះបើព្រះពុទ្ធមានគុណច្រើនជាងចុះបើព្រះពុទ្ធមានគុណច្រើនជាងហេតុដូចម្ដេចបានជាព្រះអង្គមុននឹងបានត្រាស់ព្រះអង្គទៅប្រតិបត្តិគោរពមេដាបិតានឹងឥឡូវយើងគិតថាមិនចាំបាច់ដល់ព្រះសម្មាសម្ពុទ្ធទេលោកុត្តរកុសលហើយនឹងសិល5របស់យើងនេះណាពិសេសជាងណាញាតិញោមណាពិសេសជាងសិល5ហើយនឹងលោកុត្តរកុសលណាពិសេសជាងលោកុត្តរកុសលក៏ប៉ុន្តែលោកុត្តរកុសលនោះខ្វះឧបនិស្ស័យនៃសិលតាំងពីសិល5ជាដើមឡើងទៅអាចសម្រេចបានទេនឹងអត់បានទេនឹងចឹងដូចយើងឧបមាថា10000ហើយនឹង100ណាច្រើនជាងណាមានថ្លៃជាងប៉ុន្តែ10000ខ្វះ100បានទេ100ខ្វះ1រៀលក៏មិនបានខ្វះ1កាក់ក៏មិនបានណាវាត្រូវសន្សំតាំង1កាក់1សេនហ្នឹងទៅបានគ្រប់10000វាមិនមែនបានទៅដល់គ្រប់10000ណាហើយគុណដែលបានជាព្រះសម្មាសម្ពុទ្ធហ្នឹងយើងមើលមានអីខ្លះបារមីទាំង10មានទានមានសិលមាននេក្ខមៈណាមានបញ្ញាមានវិរិយៈមានខន្តីសច្ចៈអធិដ្ឋានឧបេក្ខាមេត្តាហ្នឹងទាំងអស់ហ្នឹងតែទីបំផុតអ្វីដែលជាបារមីទាំងអស់ហ្នឹងដែលជាក្បូនចម្លងអភិសេកឲ្យព្រះអង្គបានត្រាស់ជាព្រះសម្មាសម្ពុទ្ធហើយបន្ទាប់ពីបានត្រាស់ជាព្រះសម្មាសម្ពុទ្ធហើយមានចាំបាច់ត្រូវការបារមីធម៌ហ្នឹងមកធ្វើអីទៀតហ្នឹងដូចជាយើងឆ្លងក្បូនហើយខំធ្វើយើងនៅក្នុងស្រុកដែលមានសត្រូវមានអន្តរាយមានគ្រោះថ្នាក់ហ្នឹងយើងខំធ្វើក្បូនមានឫស្សីមានខ្សែវល្លិយើងមិនអាចចោលបានទេពេលដែលយើងនៅក្នុងស្រុកដែលមានគ្រោះកាចនោះត្រូវតែប្រម៉ែប្រមុំផ្ដុំប្រមូលនៅឫស្សីខ្លះវល្លិខ្លះយកមកចងបោកចូលគ្នាដើម្បីបានជាក្បូនជិះចម្លងពីកន្លែងដែលមានភ័យទៅកាន់កន្លែងសុវត្ថិភាពហ្នឹងហើយបើយើងថាចង់ទៅដល់កន្លែងសុវត្ថិភាពចាំបាច់ត្រូវការអីអាក្បូនហ្នឹងទៅឡើងផ្ទះថ្មតែហ្មងទៅឡើងរួចឲ្យបើខ្លួនឯងតន់ឆ្លងផងត្រូវតែជិះក្បូនសិនហ្នឹងដល់ត្រើយហើយចាំដាក់ក្បូនចោលទៅចុះចាំយើងទៅកន្លែងសុខសប្បាយទៅអាហ្នឹងវាអញ្ចឹងមិនញាតិញោមមិនជ្រាបទេគ្រាន់តែថាចង់សួរបញ្ជាក់ឃើញទេហើយមានសំណួរមួយទៀតខ្ញុំកណាសូមថ្លែងបង្គំចាស់គ្រូដោយសេចក្តីគោរពអំពីខ្ញុំកណាបូរាខ្ញុំកណាមិនយល់អំពីសម្ពិទា4យ៉ាងគឺអដ្ឋបរិសម្ពិទាការបែកធ្លាយក្នុងអត្តធម្មបរិសម្ពិទាការបែកធ្លាយក្នុងធូរនិរុត្តបរិសម្ពិទាបែកធ្លាយក្នុងភាសាបដិធានបដិសម្ពិទាការបែកធ្លាយក្នុងបដិធាន
នៅក្នុងបដិសម្ពិទានេះបដិសម្ពិទាគឺប្រែតែការចាក់ធ្លុះចំពោះឬក៏បែកធ្លាយនឹងឯងបដិសម្ភិភិតៈប្រែតែបែកធ្លាយបដិនឹងចំពោះអ្វីគឺចំពោះអត្តចំពោះធัวចំពោះនិរុទ្ធចំពោះបដិធាននឹងអត្ថបដិសម្ពិទាសុខសោសង្ឃលបតេបញ្ញាការស្ដាប់ព្រះធម៌ដោយល្អរមែងបាននៅបញ្ញាពុទ្ធហੰតហមំសង្ឃហੰសរណង្កេចហាមិ